ចឹងក្នុងនេះយើងវីដេអូនេះយើងនឹងធ្វើការដាក់ layer ចូលទៅក្នុង frame ដោយសារតែយើងបានបង្កើតbasic element មួយចំនួនហើយយើងនឹងដាក់វាទៅក្នុង frame ដោយ frame គឺជា building block មួយនៅក្នុង Figma វាដើរតួនាទីជា container សម្រាប់layer ផ្សេងៗដើម្បីឲ្យយើងអាចរៀបចំពួកវាបានល្អហើយយើងអាចប្រើ frame ដើម្បីបង្កើត icon ឬក៏ button ឬក៏ design ផ្សេងៗទៀតដូចជា navigation bar screen ឬក៏ layout សម្រាប់ website ឬក៏ mobile app design ហ្នឹងដើម្បីដាក់ layer ទៅក្នុង frame បានយើងត្រូវ select frame tool ដែលមានរូបការ៉េហ្នឹងយើង select លើហ្នឹងមកឬក៏យើងអាចគ្រាន់តែ select បើយើងអត់ select ហ្នឹងទេយើងគ្រាន់តែអក្សរ F មកហើយយើងចុច O cursor ជុំវិញ layer របស់យើងមកអញ្ចឹងយើងអាចនៅក្នុងហ្នឹងយើងអាច check មើលនៅក្នុង layer section បាននៅក្នុង navigation panel ដើម្បីប្រកាសថា element ទាំងអស់នៅក្នុង frame បើសិនបើ element នៅក្រោម frame វានឹងបង្ហាញនៅក្រោម layer នីមួយៗហ្នឹងវានឹងបង្ហាញនៅក្រោម frame របស់យើងនេះប៉ុន្តែបើសិនពួកវានៅខាងក្រៅឧទាហរណ៍ថានៅ chat យើងអាចទាញវាមកដាក់នៅក្នុង frame យើងវិញបានហើយក្នុងហ្នឹងដោយសារតែមិញហ្នឹងខ្ញុំដាក់អក្សរពណ៌សអញ្ចឹងដល់ពេលយើង design មកbackground ពណ៌សទៅមើលលេងឃើញបានអញ្ចឹងយើងអាចបដូរពណ៌បានយើងដាក់0មកយើងអត់ស្គាល់ខ្ញុំធ្វើទៅ select អានេះវិញយើងដាក់ខ្មៅវិញអូខេអញ្ចឹងដើម្បីងាយស្រួលក្នុងការ design ទៅពេលក្រោយយើងត្រូវកែឈ្មោះ frame ហ្នឹងនៅក្នុង layer section ហ្នឹងយើងអាច double click លើវាហើយកែឈ្មោះវាទៅថា landing ច្រឡំដាក់អក្សរខ្មែរយើងកែអង់គ្លេសវិញ landing page hero អូខេនៅក្នុងវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងនៅវីដេអូក្រោយយើងនឹងបន្តទៀតដោយវីដេអូនេះយើងបានបញ្ចប់ពីរបៀប add layer របស់យើងចូលទៅក្នុង frame តែមួយ